ថៅកែចានេះគឺអ្នកនាងប្រហែលជាមនុស្សឆ្លាតហើយស្ថានភាពភូមិគ្រឹះហូរពេលនេះយ៉ាងម៉េចអ្នកនាងច្បាស់ជាងខ្ញុំទៅទៀតរាជបុត្រសន្លប់មិនដឹងខ្លួនរាជទីយាតក៏មិនសូវជាសប្បាយព្រះទ័យដែរអ្នកនាងគ្រាន់តែជានារីទន់ខ្សោយម្នាក់ចាំបាច់អីមកលូកដៃក្នុងរឿងនេះអញ្ចឹងតើថៅកែចាមានន័យយ៉ាងម៉េចមាស100ដំឡឹងនេះគឺជាលុយកក់ឲ្យតែអ្នកនាងព្រមចាក់ចេញពីភូមិគ្រឹះទៅជាងណានក៏បានទៅស៊ូជុងក៏បានពេលទៅដល់កន្លែងហើយនឹងមាន100ដំឡឹងទៀតបញ្ជូនទៅតាមក្រោយមិនខានថៅកែចារកស៊ីលក់ថ្នាំសង្កូវតែមើលទៅដៃនេះមិនដូចជាអ្នកដាំថ្នាំសោះមិនក៏អ្នកនាងនិយាយអញ្ចឹងស្នាមក្រិននៅប្រហោងដៃលោកដូចជាអ្នកដែលកាន់ដាវកាប់ចាក់រាប់ឆ្នាំអញ្ចឹងរកស៊ីលក់ថ្នាំត្រូវហាត់ដាវរាល់ថ្ងៃដែរហ៎នាងទៅតែម្នាក់ឯងហ៎អាយ៉ាខាងនោះបញ្ជាក់ថាឲ្យនាងទៅតែម្នាក់ឯងច្បាស់ជាគ្មានល្បិចអីទេគ្រោះថ្នាក់ណាស់នាងថាមិនអីទេម្យ៉ាងទៀតយើងក៏បានត្រៀមថ្នាំសណ្ដំដែរអញមកវិញហើយអត់មានវីតបគ្នាទេអត់ទេខាងនោះគួរសំណះគ្រាន់តែខួរក្បាលមិនសូវល្អមិនអញ្ចឹងពួកគេហ៊ានយកប្រាក់ពីឃ្លាំងសម្ងាត់របស់រាជទីយាតមកសុកអញទៀតហ៎ពិតមែនតើខ្លាចតែគេមិនដឹងថាខ្លួនជារាជទីយាតហ្មងចុះឯងយល់ព្រមនឹងគេអត់អញប្រាប់ថាសុំគិតមើល3ថ្ងៃសិនចុះ3ថ្ងៃក្រោយគិតម៉េច3ថ្ងៃក្រោយមាសទាំងនេះច្បាស់ជានឹងបង្ហាញខ្លួននៅសាលាធិការហើយអញពិតជាចង់រីកាមែនប្រកាសហើយនេះមិនមែនជាឱកាសល្អក្នុងការបញ្ចប់បេសកកម្មទេអីប៉ុន្តែគេឲ្យមាសយើងណាណែនិយាយអីហ្នឹងយើងជាមនុស្សដែលឃើញលុយងឹតមុខមែន10000និង100មួយណាធ្ងន់មួយណាស្រាលមួយណាច្រើនមួយណាតិចអញនៅតែមើលដឹងតាវើយអូខេចុះយើងត្រូវបញ្ជូនទៅឲ្យគេដោយរបៀបណាឈឹងយីប្រាប់ថាគេមានផ្លូវអាចបញ្ជូនទៅឲ្យមន្ត្រីចាងឈីងដោយសម្ងាត់បានស្អីគេរីកាសម័យនេះត្រូវពឹងខ្សែទុយោដែរមន្ត្រីចាងឈីងនោះជាមនុស្សរបស់រាជបុត្រច្បងយកហើយនេះគេហៅថាខ្ចីដៃអ្នកដទៃសម្រាប់មនុស្សនិយាយអីនឹងយើងធ្វើនេះគឺដើម្បីទាមទារយុត្តិធម៌តើធ្វើការអីក៏ត្រូវតែមានហេតុផលត្រឹមត្រូវដែរទោះយ៉ាងណាឯងនិយាយត្រូវយើងគ្រាន់តែនាងទទួលហើយហ៎ទទួលហើយប្រាប់ថាសុំគិត3ថ្ងៃសិន3ថ្ងៃបើ3ថ្ងៃក្រោយនាងនៅតែមិនទៅអញដឹងហើយថាត្រូវធ្វើម៉េចទូបង្គំយល់ហើយព្រះអង្គលោកម្ចាស់លីទៅបាត់ខ្លួនហើយបាត់ខ្លួនយ៉ាងម៉េចតាំងពីសៀលម្សិលមិញគាត់មិនបានត្រឡប់ទៅភូមិគ្រឹះវិញទេអ្នកផ្ទះក៏ថាមិនឃើញគាត់ដែរទៅរកទៅវើយរស់ត្រូវតែឃើញមនុស្សងាប់ត្រូវតែឃើញសាកសពមានការអីឆាប់ទូថ្វាយមកបើគ្មានទេត្រូវរំសាយជួរក្រាបទូលព្រះអង្គទូបង្គំមានរឿងចង់ទូថ្វាយនិយាយមកទូលបង្គំសូមប្តឹងមន្ត្រីរាជទីយាតឈ្មោះលីទឺពីបទលួចយកមាស100ដំឡឹងពីឃ្លាំងរាជវាំងទៅសោកប៉ាន់ស្រីបម្រើក្នុងភូមិគ្រឹះវើយខ្វល់ហៅដោយមិនដឹងពីគោលបំណងភស្តុតាងគឺច្បាស់ក្រឡែតមន្ត្រីចាងបើគ្មានភស្តុតាងទេមិនក៏ហ៊ានមកទម្លាក់កំហុសលើមន្ត្រីរាជទីយាតភស្តុតាងនៅទីនេះគឺជាបាតដុំមាសដែលមានត្រាបញ្ជាក់ពីឃ្លាំងរាជវាំងពេលនេះវាត្រូវបានលាក់ទុកក្នុងភូមិគ្រឹះវើយខ្វល់ហៅក្រាបទូលព្រះអង្គទូលបង្គំអាចធ្វើសាក្សីបានកាលពីម្សិលមិញលីទឺពិតជាបានទៅភូមិគ្រឹះនោះមែនថែមទាំងមានបំណងចង់នាំខ្លួនអ្នកមានគុណរបស់រាជបុត្រទៅទៀតផងតែត្រូវបានទូលបង្គំយកច្បាប់មកទប់ទល់រាជទីយាតតើឯងមានពាក្យអីចង់និយាយទេទូលបង្គំមិនដឹងទេលីទឺគេក្រាបទូលព្រះអង្គអភិបាលក្រុងរីកាមកថាបានរកឃើញសាកសពបុរសម្នាក់នៅក្នុងអណ្ដូងស្ងួតភាគខាងលិចទីក្រុងក្រោយពេលពិនិត្យបញ្ជាក់គឺពិតជាមន្ត្រីរាជទីយាតឈ្មោះលីទឺមែនស្អីគេស្លាប់បានចំពេលល្អម្លេះនេះជាការសម្លាប់បំបិតមាត់ឬក៏ខ្លាចទោសទើបសម្លាប់ខ្លួនឯងទៅបានហើយសំណុំរឿងនេះ